Sukha Community and Rinru introducing Burnout Reset, the final part. If you didn't listen to part 1 yet, please find it on our channel all across all social media. ពេលដែលជាតានិយាយមួយ parent នឹងហើយក្នុងរយៈពេលមួយឆ្នាំហ្នឹងបានធ្វើអីខ្លះដែរខ្ញុំឮថាទៅជួបព្រះសង្ឃជួបអីគ្រូយូហ្គាហើយសាកល្បងឲ្យជាច្រើនតើអាចពឹងថាបន្ថែមតិចទៀតទេខ្ញុំនិយាយថាបានធ្វើអីខ្លះជាមួយពួកគាត់ហើយយកនឹងអ្វីខ្លះដែរចឹងអាពេលភ្លាមហ្នឹងវាដាបខ្លាំងចឹងនិយាយចឹងដល់ពេលដាបខ្លាំងទៅខ្ញុំបានជួបមិត្តភក្តិម្នាក់ដែលគាត់ឆ្លងកាត់បញ្ហាផ្លូវចិត្តពីមុនហើយគាត់បាន therapy ជួយអញ្ចឹងអ្នកប្រឹក្សាផ្លូវចិត្តឬក៏អ្នកជំនាញខាងផ្នែកចិត្តសាស្ត្រឬក៏អីហ្នឹងដល់ពេលអញ្ចឹងពេលជួបគាត់ទៅគាត់ប្រាប់ថាខ្ញុំគួរតែទៅហើយប្រាប់the first session ហ្នឹងអាការទៅលើកទី1គឺជាលើកពិបាកបំផុតគឺជាការធ្វើពិបាកធ្វើមែនតើណាដែលនៅស្រុកយើងដូចវាអត់ទម្លាប់ទៅពេទ្យចិត្តសាស្ត្រពេទ្យអ្នកប្រឹក្សាផ្លូវចិត្តហ្នឹងឯងអត់ទេអញ្ចឹងយើងសុខចិត្តទៅម៉ាស្សាដើម្បី release stress យើងសុខចិត្តទៅវត្តដើម្បីបន់ឬក៏យើងស្ដាប់ធម៌ដើម្បីរងាប់ចិត្តប៉ុន្តែសួរថាបើទៅឲ្យចូលទៅ clinic ពេទ្យណាគឺវាជារឿងមួយដែលពិបាកនឹងធ្វើហើយគិតចេះមួយទៀតធម្មតាយើងទៅពេទ្យទៅគេមានថ្លៃបង់សេវាហើយខ្ញុំថាចាងាប់ហើយជីវិតឯងដល់ថ្នាក់ត្រូវបង់លុយបានមានអ្នកស្ដាប់មែនមិត្តភក្តិឯងស្ដាប់ free ហើយកុំទៅប៉ុន្តែពេលមួយហ្នឹងគឺម្នាក់ហ្នឹងគាត់ព្យាយាមបញ្យល់ខ្ញុំថាមិត្តភក្តិផ្សេងមិត្តភក្តិអាចព្យាបាលបានទេគ្រាន់តែជាកម្លាំងចិត្តតែព្យាបាលកើតទេហើយណាមួយមិត្តភក្តិហ្នឹងយើងមានមួយជីវិតហើយឃើញគាត់ជួយបានប៉ុណ្ណឹងអញ្ចឹងមកកម្រិតទៀតនេះដល់វារៀងដល់កម្រិតរៀងត្រូវការអ្នកជំនាញឯងតោះទៅអ្នកជំនាញទៅហើយខ្ញុំមានរឿងមួយកើតឡើងដូច miracle ចឹងអ្នកដែលនិយាយហ្នឹងណាគាត់វេលុយឲ្យខ្ញុំទាំងម្នាក់ហ្នឹងខ្ញុំអត់សូវស្គាល់ទេហើយបនមួយហ្នឹងខ្ញុំតែងតែប្រាប់គេគ្រប់គ្នាថាវាគេជាភាពអស្ចារ្យមួយហើយខ្ញុំសង្ឃឹមថារដ្ឋាដែលគាត់ជាអ្នកធ្វើរឿងហ្នឹងដាក់ខ្ញុំនៅគាត់មើលវីដេអូហ្នឹងដែរពេលហ្នឹងគាត់វេលុយឲ្យខ្ញុំថាបើខ្ញុំអត់មានចំណូលខ្ញុំអត់មានអីដែលខ្ញុំកំពុងតែសម្រាប់ពីធ្វើការហ្នឹងគាត់ឲ្យលុយខ្ញុំប៉ុណ្ណឹងហើយទៅពេទ្យឲ្យអស់លុយហ្នឹងដល់ចេះសម្ពាធល្អទៅពេទ្យឲ្យអស់លុយហ្នឹងទៅពេទ្យអស់លុយហ្នឹងឥឡូវសុកពាក់លុយគេបដាគេបាញ់លុយឲ្យអញ្ចឹងត្រូវទៅហើយគាត់ប្រាប់ផ្ដាំថាកុំប្រញាប់សងលុយគាត់តតែខ្ញុំនឹងថែរក្សាខ្លួនឯងឲ្យបានជោគជ័យបានទៅធ្វើការយកលុយមកសងគាត់ហ្នឹងថាអូហើយដោយសារតែគាត់ហ្នឹងខ្ញុំជពាក់ពាក្យជាមួយគាត់ខ្ញុំត្រូវទៅពេទ្យតែដល់ពេលទៅពេទ្យទៅវាជាកត្តាមួយជំរុញថាឲ្យវាត្រូវតែកើតឡើងអញ្ចឹងយើងទៅពេទ្យយើងក៏ទទួលបានផលពីការប្រឹក្សាជាមួយអ្នកជំនាញហ្នឹងពីមួយអាទិត្យទៅមួយអាទិត្យហើយពេលហ្នឹងមួយអាទិត្យទៅម្ដងអញ្ចឹងយករឿងដែលកើតឡើងក្នុងជីវិតហ្នឹងទៅដោះស្រាយជាមួយនឹងពេទ្យដើម្បីគេដូចរបៀបថាអានសភៅបញ្ច្រាស់មកពីចុងសភៅត្រឡប់មកដើមសភៅបានន័យថាអញ្ចឹងជីវិតយើងកើតមកនៅអាយុ1ឆ្នាំយើងទៅសេ chapter 1ចម្ពោះទី1នៃជីវិតយើងដល់អាយុ10ឆ្នាំចម្ពោះទី10នៃជីវិតដើរដល់ពេលហ្នឹងខ្ញុំអាយុដូចជា28 29អញ្ចឹងយើងដើរដល់ចម្ពោះទី28 29ហើយអញ្ចឹងដើម្បីដឹងថាតើជីវិតយើងខុសអីតើតាអានសភៅបញ្ច្រាស់មកវិញថាឥឡូវចម្ពោះទី28មានអីកើតឡើងចម្ពោះ27មានអីកើតឡើងដេញត្រឡប់ក្រោយអញ្ចឹងពេលហ្នឹងពេទ្យក៏ធ្វើអញ្ចឹងដាក់ខ្ញុំគាត់អង្គុយ analyze ស្ដាប់គាត់សួរយើងថាមានរឿងអីកើតឡើងដើម្បីយើងមើលឃើញថាអូតាមពិតវាមាន pattern ពីឆ្នាំណាមួយពីព្រឹត្តិការណ៍ណាមួយក្នុងជីវិតដែលធ្វើឲ្យដល់ថ្ងៃហ្នឹងវាមានរឿងហ្នឹងកើតឡើងអញ្ចឹងខ្ញុំបានទទួលបានការព្យាបាលមួយរយៈហើយបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមសាក yoga ហើយyoga នៅអាសាហាគាត់គ្រូនៅពេលមុនគេចាប់ផ្ដើម yoga គេមានការគេហៅ affirmation មកspeech របស់គាត់អូថ្ងៃហ្នឹងយើងមកយើងគួរតែគិតដល់រឿងល្អណាមួយក្នុងថ្ងៃហ្នឹងអីចឹងមុននឹងចាប់ផ្ដើមធ្វើ yoga អីចឹងខ្ញុំចេះតែទៅតាមគេយកពេលហើយក៏ទទួលបានផលពីការហាត់ yoga ដែរពីព្រោះ yoga ក៏នាំយើងឲ្យយើងចិត្តនឹងមួយរយៈនៅក្នុងរយៈពេលដែលយើងកំពុងហាត់អញ្ចឹងបើថាហាត់មួយម៉ោងវានឹងបានប្រហែល10នាទីដែរហ្នឹងហើយមានគ្រូជួយទៀតហើយវាជា physical form ទៀតអញ្ចឹងបើសិនជាយើងអត់
មានលំនឹងយើងដួលគ្រូមកជួយ នឹង ទង្វើហ្នឹងឃើញមក simple មែនតើប៉ុន្តែវា impact នៅក្នុងចិត្តយើងខ្លាំងណាស់ Yeah yoga បើយើងឈរហ្នឹងតើចិត្តយើង focus Yeah and focus only 2 minutes also impact a lot pause Yeah ហើយនៅពេលដែលគ្រូគាត់ថាអត់អីទេដួលមកចាំគាត់ជួយ នឹង អត់អីទេដួលទៅចាំគាត់ប្រាប់ពី technique ដល់ពេលអញ្ចឹងអាភាពទទួលយកភាពមិនឥតខ្ចោះរបស់គ្រូខ្ញុំពេលហ្នឹងគាត់បានបង្រៀនខ្ញុំឲ្យយល់ពីជីវិតមកទំហំធំមកមិនមែនតែ yoga ទេខ្ញុំចង់ apply អ្វីដែលខ្ញុំរៀននៅ yoga ហ្នឹងទៅជីវិតហ្មងថាឃើញអត់បើដួលទៅ ដួល Yeah ហើយងើបទៀតទៅ សំទៅ ហើយជួយនេះទៅវិញទៅមកងើបអស់គ្នាទៅ នឹង ហើយ yoga មិនតចេញជា perfect pose មិនគេទទួលស្គាល់ផង it's fine Yeah ចឹងខ្ញុំក៏រៀនទាំងអស់ហ្នឹងហើយគាត់ក៏ណែនាំបន្តថាណែបើសិនជាយើងធ្វើ meditation ទៀតណាអាហ្នឹងល្អអញ្ចឹងគាត់ក៏ចាប់ផ្ដើមពេលទៅ yoga ហ្នឹងគេដាក់ 5-minute meditation មុនពេលចាប់ផ្ដើមអញ្ចឹងគេ inject ចូលគេសោកចូលនៅក្នុងកម្មវិធីទៅវាធ្វើឲ្យយើងបានអង្គុយបាន5នាទីដែរដល់អង្គុយបាន5នាទីរៀងលយដែរលយទៅហើយអញ្ចឹងក៏ចាប់ផ្ដើមសិក្សាបន្តថាតើការ meditate ហ្នឹងសមាធិហ្នឹងមានអីខ្លះខ្ញុំតែងតែឆ្ងល់អញ្ចឹងខ្ញុំក៏ដើរសាកខ្ញុំទៅដល់ meditate សមាធិនៅវត្តកោតឹងទៅដល់វត្តកោតឹងចេះអង្គុយនិយាយជាមួយនឹងអ្នកនៅក្នុងវត្តសួរគេថាហេតុអីបានជាគេមកហ្នឹងហេតុអីបានជាគាត់លក់ផ្កាឈូកនៅក្នុងវត្តហ្នឹងជីវិតគាត់យ៉ាងម៉េចដែរអង្គុយតែស្ដាប់ story គេហើយគេនៅវត្តក៏គេ welcome ទៀតគេថាទោះបីយើងមិនស្លៀកសពាក់សក៏ចូលសមាធិបានដែរហើយបើសមាធិបានតែ5នាទីត្រូវងើបដើរចេញចោះប្រសងគាត់អត់ប្រកាន់ទេបាទអញ្ចឹងទៅដល់វត្តគេឲ្យជាបរិបត្តិមួយនឹងទៀតហ្នឹងហើយធ្វើអីក៏បានដែរឲ្យតែធ្វើហ្នឹងហើយប៉ុណ្ណាក៏បានដែរឲ្យតែធ្វើអញ្ចឹងខ្ញុំទទួលបានអារម្មណ៍មួយដែលផ្ទុយពី10ឆ្នាំដែលខំប្រឹង fight for the best fight for perfect ឥតខ្ចោះតែដល់ពេលមកនេះពួកគាត់បង្រៀនខ្ញុំថាមិនឥតខ្ចោះក៏មិនអីដែរហ្នឹងហើយឲ្យតែធ្វើពីមួយថ្ងៃទៅមួយថ្ងៃយើងនឹងមានភាពរីកចម្រើនហើយការភាពរីកចម្រើនមួយហ្នឹងវាគេហៅ sustainable គឺបានយូរទៀតហ្នឹងហើយព្រោះពេលខ្លះឥឡូវហ្នឹងដូចយើងមើលតាក់ទងពីទម្លាប់ដែលតាក់ទងពីសុខភាពផ្លូវចិត្តខ្លះដែលទៅការសមាធិអីហ្នឹងពីព្រោះខ្ញុំក៏ធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនដែរគេ design app ដើម្បីសមាធិអីចឹងដែរហើយពេលខ្លះក៏វាបង្កើតនៅអារម្មណ៍មួយថាអូយគេសមាធិអស់ខ្ញុំអត់សមាធិទេខ្ញុំចូលគេអត់ចុះឬក៏អូគេសមាធិដល់កន្លះម៉ោងអញ្ចឹងខ្ញុំត្រូវទៅរួចនឹងខ្លួនឯងដល់កន្លះម៉ោងដែរអញ្ចឹងពេលខ្លះដូចថាវា contradict វាផ្ទុយពីលទ្ធផលដែលគេចង់ឲ្យមានពីការសមាធិយើងសមាធិដើម្បីបន្ធូរអារម្មណ៍អត់ទេខ្ញុំសមាធិដើម្បីឲ្យចូលមួយគេចុះអូខេខ្ញុំសមាធិដើម្បីទាំងអត់មានអារម្មណ៍ស្ងប់ក្នុងខ្លួនអីចឹងទៅហើយពេលខ្លះកាលណាដែលយើងរៀនដូចថាបន្ធូរអារម្មណ៍ដូចថាកុំប្រកាន់ជាមួយនឹងភាពអត់ខ្ចោះពីព្រោះរាល់ការចាប់ផ្ដើមអញ្ចឹងព្រោះបើយើងធ្វើអីថ្មីវាតែមានកំហុសអីប៉ុន្តែបើយើងចង់បានភាពឥតខ្ចោះដែលអត់មានកំហុសសោះអាហ្នឹងយើងនៅតែអត់សាកអីថ្មីអញ្ចឹងមកយើងអត់ពេលខ្លះអាចសូវហ៊ានប្រឡូកហើយនឹងឯការធ្វើយកខ្ញុំក៏ធ្លាប់សាកល្បងនៅតាក់ទងជាមួយនឹងយូហ្គាគឺវាពិបាកពេលខ្លះយើងមើលឃើញគេឈរនឹងអីចឹងស្រួលប៉ុន្តែចូលទៅធ្វើមិនដឹងប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តណានៅពេលដែលយើងធ្វើជា embodiment practice អីគេដល់ថាតាក់ទងមួយខ្លួនប្រាណអីចឹងណាហើយថាប្រាណក៏បានដែរឲ្យតែយើងនឹងយើងកុំស្ដាប់ចម្រៀងកុំស្ដាប់ podcast អីយើងផ្ចង់ទៅជាមួយនឹងខ្លួនឯងយើងនឹងចាប់ផ្ដើមស្ដាប់ឮខ្លួនឯងកាន់តែច្រើនពីព្រោះក្នុងអំឡុងពេលហ្នឹងអូខេបើយើងត្រូវឈរហ្នឹងយើងត្រូវផ្ចង់អារម្មណ៍ឲ្យនៅទីហ្នឹងនៅកន្លែងហ្នឹងហ្មងយើងអាចគិតមើលស្អែកធ្វើអីឬក៏មិនសើមិញរឿងអីកើតឡើងតែត្រូវតែមានលំនឹងហ្នឹងអញ្ចឹងបានខ្លួនយើងវាចាប់ផ្ដើមមានលំនឹងដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺយើងចាប់ផ្ដើមលឺខ្លួនឯងលក្ខណៈមួយថានៅក្នុងរយៈពេលហ្នឹងតើកាយយើងខ្លួនផ្នែកខ្លួនប្រាណណាទៅតែវាចុកតើខ្លួនប្រាណយើងវាមានអារម្មណ៍បែបណាតើឥឡូវនេះយើងកំពុងគិតអីគេដល់ទីហើយពេលយើងកំពុងយូហ្គាយើងគិតថាអូយូអ្វីហ្នឹងការតិចយើងធ្វើបាយអញ្ចឹងមានថាយើងអត់អាចកិច្ចវេះយើងជាមួយនឹងភាពមិនសនុកlike discomfort អស់ហ្នឹងយើងចាប់ផ្ដើមប្រឈមមុខទាំងអស់ហ្នឹងយើងចាប់ផ្ដើមមើលឃើញសភាពនៃខ្លួនឯងចាប់ផ្ដើមចេញមកកាន់តែច្រើនយើងកាន់តែលឺហើយ
ជាពិសេសគឺអស់ហ្នឹងវាសំខាន់នៅពេលដែលយើងចាក់ឬជាមួយនឹងពេលបច្ចុប្បន្នហើយកន្លែងហ្នឹងព្រោះចិត្តយើងវាតែងតែរេរហូតហើយ social media ហើយទូរស័ព្ទអីវាតែងតែប្រចាំងអ្វីដែលផ្សេងក្រៅពីខ្លួនយើងមើលឃើញអីទាំងអស់ក្រៅពីខ្លួនយើងជាមួយនឹងកញ្ចក់ទូរស័ព្ទហ្នឹងបើសិនមកមើលតាក់ទងពីដំណើរនៃការស្វែងយល់ពី well being ទាំងអស់ហ្នឹងណាតើជាតាយកឃើញអ្វីដែរតាក់ទងពីខ្លួនឯងពីព្រោះពេលខ្លះយើងហាត់ yoga យើងហាត់យើងទៅសមាធិអីចឹងអូខេយើងអាចចេះសមាធិយើងអាចចេះ yoga អីមែនប៉ុន្តែក្នុងដំណើរហ្នឹងមានបង្កើតជាការយល់ដឹងឬក៏ស្ថានភាពផ្លូវចិត្តអីមួយផ្សេងសម្រាប់ចិត្តតា journey ហ្នឹងវែងហើយឆ្ងាយខ្ញុំរៀនបានច្រើនណាខ្ញុំនិយាយ2023 ហ្នឹងតាមពិតវាអត់ចំ23ទេវាតែធូរ25វាតែធូរ26នេះហ្មងក៏មានហើយវាអាចនឹងតឹងទៅវិញនៅក្នុងពេលឆាប់នេះក៏មិនដឹងតែដឹងតែម្យ៉ាងថាអ្វីដែលរៀនបាននោះគឺជីវិតវាត្រូវវាតាមពិតវា simple ណាស់តែយើងធ្វើវាមិន simple ហ្នឹងហើយជីវិតកើតមកដើម្បីតែបាយ3ពេលដូចអត់តន់ប្រហែលណាស់ទេប៉ុន្តែយើងនិយាយចឹងអាចខុសដល់រឿងខ្លះប៉ុន្តែបើយើងគិតថាបើសិនជាចង់តែរស់បាយ3ពេលឲ្យឆ្អែតកាពះនឹងអាលើសពីហ្នឹងណាយមន័យពីរហ្នឹងខុសគ្នាឆ្ងាយដែលវាអាចបង្កើតឲ្យមានសម្ពាធក្នុងជីវិតហើយវាបង្កើតឲ្យរឿងជាច្រើនកើតឡើងលើពិភពលោកណាស់តែយើងធ្វើឲ្យលើសពីបាយ3ពេលបាទអញ្ចឹងណាហើយខ្ញុំមានបទពិសោធន៍ផ្ទាល់ដែលទៅអង្គុយជាមួយនឹងអ្នកភូមិអ្នកស្រុកហើយដែលគាត់ឲ្យតម្លៃបាយ3ពេលណាអូដីសុកក្តីសុខនៅពេលដែលរស់នៅបែបសម័យហើយឲ្យតម្លៃទៅលើគេហៅថាគុណភាពជីវិតតែមិនមានន័យថានិយាយចឹងហើយនាំគ្នាថាតោះឥឡូវយើងជប់ធ្វើការជប់រកស៊ីដែរណាអត់ទេមិនមានន័យអញ្ចឹងទេអានេះគឺនិយាយពី philosophy of life point of view of life នៅពេលដែលយើងចាប់ផ្ដើមយកអានឹងមកដាក់ក្នុងចិត្តនៅពេលយើងចង់ឆ្លោះមួយគេយើងសួរខ្លួនឯងថាតើឆ្លោះនឹងចំណេញអីមកវិញហើយឆ្លោះនឹងអាចផ្ដល់អ្វីឲ្យមកជីវិតខ្ញុំនៅក្នុងថ្ងៃនេះក្នុងបច្ចុប្បន្ននេះតែមើលទៅដូចអត់តំណងទេមិនឆ្លោះទេតើគាត់ឆ្លោះម្នាក់ឯងតែបើមានរឿងហ្នឹងកើតឡើងរឿងណាមួយដែលមិនសប្បាយចិត្តកើតឡើងយើងចេះទទួលស្គាល់ថាជីវិតវាមានតែប៉ុណ្ណឹងវាមិនទៅល្អពេកទេបើវាល្អពេកនោះយើងក៏សួរខ្លួនឯងថា something must be so wrong ហ្នឹងហើយអញ្ចឹង that's what I learn អ្វីដែលខ្ញុំរៀនបានពីមួយរយៈដែលខ្ញុំដើរជួបគេច្រើនខ្ញុំដើរនិយាយជាមួយមនុស្សច្រើនខ្ញុំចាំខ្ញុំធ្លាប់មានសន្ទនាមួយជាមួយលោកយាយម្នាក់អាយុ80ឆ្នាំនៅមណ្ឌលវិបស្សនាដល់ពេលហើយខ្ញុំសួរគាត់ថាបានលោកយាយមកនឹងអត់ទៅវិញទេគាត់នៅជាបម្រើនៅវត្តតែម្ដងសួរមិនបានគាត់មកហើយគាត់ជាអ្នកណាគាត់ប្រាប់ពី wisdom មួយដែលថាគិតមើលអាយុ80ហើយអាយុនៃជីវិតនឹងជាអ្វីធំទាំងអង្គុយមួយគាត់ឲ្យគិតដល់ខ្លួនឯងហ្មងថាតើខ្ញុំនៅអាយុ80ខ្ញុំចង់ឃើញខ្លួនឯងនឹងកំពុងធ្វើអីណាតែខ្ញុំរស់បានដល់80អត់ហ្នឹងហើយដល់ពេលអញ្ចឹងវាធ្វើឲ្យបោករួមមកពេលដែលមានការងារមកសួរថាតើការងារហ្នឹងខ្ញុំស្រឡាញ់អត់ខ្ញុំយកបេះដូងដើរមកមុនកាលពី10 20ឆ្នាំមុនខ្ញុំយកលុយជាកូនយកលុយជាកូន you pay good okay let me go តែដល់ពេលឥឡូវសួរដល់ដែរយកចិត្តជាកូនសិនថាអាហ្នឹងតើពេលខ្ញុំធ្វើទៅខ្ញុំសប្បាយចិត្តអត់ហ្នឹងហើយព្រោះខ្ញុំមានបទពិសោធន៍ការយកលុយគេមកហើយអត់សប្បាយចិត្តខ្ញុំយកលុយហ្នឹងទៅចាយវិញអស់ទេខ្ញុំយកលុយហ្នឹងទៅចាយទៅលើផ្សំពីពេទ្យផ្សំពីថ្នាំរងាប់បារម្ភផ្សំពីរឿងគ្រប់បែបយ៉ាងអាហ្នឹងវាអត់ healthy cash flow ចូលមកហើយចាញ់ទៅវិញចង់ចូលដើមហ្នឹងហើយខ្ញុំឃើញយើងអញ្ចឹងដែរភាគច្រើនដូចថាវាមិនមែនតែរឿងយកទៅពេទ្យទៅអីទេបើខ្ញុំឃើញយើងភាគច្រើនគឺថារកលុយឲ្យបានច្រើនអញ្ចឹងទៅយើងរស់ឲ្យសុខទៅតាមស្តង់ដារសង្គមដូចថាអូញ៉ាំអីឆ្ងាញ់រាល់ថ្ងៃដល់យូរទៅសុខភាពល្អចាប់ផ្ដើមលើជាតិស្ករទៅអីរួចទៅត្រូវចាយលុយទៅពេទ្យទៅទាំងទីទៅឬក៏បញ្ហាផ្លូវចិត្តទៅអញ្ចឹងទៅអញ្ចឹងមានន័យថាអាលុយហ្នឹងវាចេញចូលគឺវាលឿនណាតែសំខាន់តើគុណភាពជីវិតហ្នឹងវាកែប្រែអត់ទៅតាមលុយទាំងអស់ហ្នឹងហើយដូចជាតានិយាយមែនតើតោះពីបាយពេខ្ញុំចង់បើកវងកញ្ចក់បន្តិចគឺវាជាអីដែលខ្ញុំសង្កេតឃើញដែរតើតោះពីជីវិតយើងរាល់ថ្ងៃព្រោះថាដំបូងឡើយ
មនុស្សពីដើមគាត់ហូបចុកគាត់តែដើម្បីបំពេញកាពះពីនោះគាត់អាចរស់ហើយកាលណាដែលយើងមើលត្រឹមថាអូខេអាហារគឺជាអ្វីមួយដែលវាជួយទ្រទ្រង់ជីវិតយើងចាប់ផ្ដើមមានអំណរហើយយើងអរគុណដែលមានអាហារថ្ងៃហ្នឹងដូចហ្នឹងយើងអាចរស់បន្តទៅថ្ងៃស្អែកទៅដល់ឆ្នាំក្រោយអីចឹងដោយសារមានការហូបចុកគ្រប់គ្រាន់ប៉ុន្តែដល់យូរទៅចាប់ផ្ដើមចង់បានបាយ3ពេលត្រូវតែឆ្ងាញ់អញ្ចឹងត្រូវធ្វើឆ្ងាញ់អូខេត្រូវទៅហាងណាដែលគេដាក់អីច្រើនមកមើលឆ្ងាញ់អញ្ចឹងណាដល់យូរទៅទៀតអូមិនថាតែឆ្ងាញ់ទេខ្ញុំចង់បានកន្លែងដែលខ្ញុំអង្គុយហ្នឹងវា fancy ប៉និតហ្មងអញ្ចឹងទៅអង្គុយនៅហាងណាដែលមើលមកលយអញ្ចឹងទៅហើយដល់យូរទៅទៀតវាឡើងតាក់ទងពីអាហារអ្វីដែលយើងញ៉ាំគឺវាឡើងតាក់ទងពីអ្វីខ្លួនឯងចំណីទាំងអស់ហ្នឹងឯងរសជាតិយ៉ាងណាយើងទាំងអស់ហ្នឹងវាជួយយើងទាំងអស់ប៉ុន្តែដើម្បីការបង្ហាញគេថាអូយើងអាចហូបអីឆ្ងាញ់អីចឹងទៅហើយឥឡូវហ្នឹងដូចយើងតែមើលក្មេងៗថាកូនក្មេងឥឡូវដល់តែបាក់ទូឲ្យគាត់មើលមកគាត់ញ៉ាំអីបានប៉ុន្តែមនុស្សធំឥឡូវក៏ខ្ញុំឃើញចឹងដែរចឹងនិយាយថាយើងញ៉ាំចេះញ៉ាំឆោចណាយើងញ៉ាំដើម្បីមើល Netflix មើលអីចឹងទៅដល់យូរទៅគឺយើងចាប់ផ្ដើមបាត់អាអំណរពីអាម្ហូប3ពេលហ្នឹងឯងអាម្ហូប3ពេលហ្នឹងវាគ្រាន់តែខ្លាចជាឈរដែលយើងញ៉ាំដោយសារយើងត្រូវញ៉ាំពេលខ្លះអញ្ចឹងទៀតគឺបើមិនប៉និតទេគឺវាអញ្ចឹងហ្មងអញ្ចឹងទៅគឺយើងចាប់ផ្ដើមបាត់អាអំណរភាពត្រេកអរនឹងរឿងតូចនៅក្នុងជីវិតគឺថាដល់តែឡើងដល់ខ្ពស់ហ្មងបានយើងអាចទទួលយកខ្លួនឯងបានអីចឹងហើយអ្វីដែលខ្ញុំកត់សម្គាល់ពីចិត្តតាមួយទៀតគឺពីមុនដំណើរពីមុនគឺជាការចង់ផ្លាស់ប្ដូរបរិវេណជុំវិញផ្លាស់ប្ដូរខ្លួនឯងហើយប៉ុន្តែខំផ្លាស់ប្ដូរទៅខ្លួនយើងក៏ទទួលនៅសម្ពាធជាច្រើនផងដែរពីព្រោះការផ្លាស់ប្ដូរហ្នឹងវាអត់ចេញពីការស្គាល់ការទទួលយកខ្លួនឯងហើយឲ្យថាពេលខ្លះយើងផ្លាស់ប្ដូរកន្លែងធ្វើការយើងផ្លាស់ប្ដូរសម្ភារបំពាក់យើងផ្លាស់ប្ដូរម៉ូដសក់អីក៏ដោយអាហ្នឹងសិតតែជាសភាពខាងក្រៅប៉ុន្តែអាខាងក្នុងយើងនៅតែជាមនុស្សដដែលហើយយើងខំផ្លាស់ប្ដូរមនុស្សខាងក្នុងហ្នឹងប៉ុន្តែមនុស្សខាងក្នុងនេះអត់តន់យល់ទេហើយពេលខ្លះគឺដំណើរនៃការចាប់ផ្ដើមជាថ្មីក្នុងការយកពីខ្លួនឯងគឺវាចេញពីការឈប់ចង់ផ្លាស់ប្ដូរប៉ុន្តែទទួលយកខ្លួនឯងសិនពីព្រោះវាដូចបញ្ហាអញ្ចឹងយើងអាចដោះស្រាយបញ្ហាមួយទាំងអត់យកបញ្ហាហ្នឹងពេលខ្លះវាធ្វើឲ្យបញ្ហាវាកាន់តែស្មុគស្មាញហើយខ្លួនយើងក៏វាអញ្ចឹងដែរហើយខ្ញុំគិតថាពេលដែលយើងមានបញ្ហាដូចជាការហត់នឿយពីការងារអីហ្នឹងវាជាពេលមួយដែលយើងគួរឈប់បន្តិចហើយគិតពេលខ្លះមិនមែនថាយើងកាន់តែហត់យើងគួរតែកាន់តែសម្រុកទេពេលខ្លះត្រូវ make space បន្តិចមកដើម្បីស្វែងយល់ពីខ្លួនឯងហើយខ្ញុំមើលឃើញថាអ្វីយើងអាចធ្វើតាក់ទងពី well-being ហ្នឹងគឺវាមានច្រើនដែលថាវាអាចជួយយើងវាជួយយើងឲ្យឃ្លាតចេញពីភាពមមាញឹកដូចនោះយើងអាចមើលឃើញតាក់ទងពីអ្វីដែលកំពុងកាត់ឡើងនៅក្នុងខ្លួនប្រាណយើងហើយដូចជាតានិយាយមិញមានជាការសមាធិមានជាយូហ្គាមានជាសកម្មភាពផ្សេងៗអញ្ចឹងទៀតហើយជាមួយនឹងសុខៈនេះដែរតើគោលដៅឬក៏ mission របស់សុខៈហ្នឹងគឺនៅក្នុង well-being community ហ្នឹងតើចង់ចែកម្លែកអីខ្លះជាមួយនឹងសង្គមយើងមិញខ្ញុំយើងនិយាយពី story របស់ខ្ញុំថាខ្ញុំចង់កាត់អីចឹងណាខ្ញុំគិតថាខ្ញុំស្គាល់អារម្មណ៍ហ្នឹងតាំងពីអារម្មណ៍អវេទនាក៏អារម្មណ៍សុខស្រួលបន្ទាប់ពីយើង calm down យើងក៏ឃើញbalance ក្នុងជីវិតអញ្ចឹងមកដល់សុខៈនេះគឺជា project មួយដែលខ្ញុំបង្កើតមកខ្ញុំគិតថាខ្ញុំចង់ឲ្យអ្នកដែលគាត់ stress ក្នុងជីវិតណាជីវិតវាអត់ស្រួលទេអញ្ចឹងវាគង់មានអារឿងអត់ស្រួលនឹងក្នុងចិត្តទេអញ្ចឹងទោះបីជានៅក្នុង level មួយណាក៏ដោយអត់ស្រួលតិចអត់ស្រួលច្រើនខ្ញុំចង់ឲ្យពួកគាត់មកមានកន្លែងមួយដើម្បី feel relate បានន័យថាមានអ្នកដទៃដែលគិតដូចយើងហើយលើកជួយគ្នាទៅវិញទៅមកអញ្ចឹងនៅក្នុងខេត្តសៀមរាបពួកយើងមានជាកន្លែង space មួយដូច studio អញ្ចឹង
ដែលជាយហ្នឹងគឺស្ថិតនៅក្នុងអគារ1961ដែលជាវិឡាមួយដែលមានតាំងពី matcha ហាង matcha ក៏មានហាងធ្វើកញ្ចក់ក៏មានហាងកាច់កៅអៅក៏មានហាងការ៉េមក៏មានជា community ទូចមួយដែលមានសុខៈនៅក្នុងហ្នឹងអញ្ចឹងខ្ញុំចង់បង្កើតចេញជាកន្លែងមួយហ្នឹងដែលជា community ឲ្យអ្នកដែលទីហោ yoga coach ឬក៏ជាអ្នកបង្រៀនផ្នែក program detox fasting ឬក៏ meditation ឬក៏សកម្មភាពទាំងអស់ដែលជាសកម្មភាពដែលពាក់ព័ន្ធជាមួយនឹងការលើកស្ទួយសុខភាពផ្លូវចិត្តនិងផ្លូវកាយគាត់មកប្រើប្រាស់ space នៅ studio ហ្នឹងហើយគាត់ធ្វើរឿងហ្នឹងទៅអ្នកដទៃដែលជា community នៅសៀមរាបក៏ដូចជា community នៅភ្នំពេញដែលគាត់គិតថាគេថា life hurt សៀមរាប heal អញ្ចឹងមក weekend នេះជិះពីភ្នំពេញទៅសៀមរាបហើយចូលរួមនៅក្នុងសកម្មភាពណាមួយដើម្បីឲ្យខ្លួនឯងដូចដក clear ពីជីវិតរស់នៅប្រចាំថ្ងៃហ្នឹងមកផ្លែតត្រឹមតែមួយយប់2ថ្ងៃទេទៅដើរលេងសៀមរាបហើយចូលរួមនៅក្នុង program ណាមួយនៅសុខៈហើយត្រឡប់មកវិញវាមិនជួយដោះស្រាយបញ្ហាជីវិតទេវានឹងជួយដោះត្រឹមតែ2ថ្ងៃតែប៉ុណ្ណោះប៉ុន្តែក៏វាជួយដោះដែរអញ្ចឹងខ្ញុំចង់ធ្វើការសហការជាមួយនឹងគេហៅថា community leader គ្រប់ផ្នែកដែលស្ថិតនៅក្នុង ecosystem របស់ wellness ហើយយើងរួមគ្នាបង្កើតជា program យើងបង្កើតចេញជាកម្មវិធីខ្លីវែងនៅលើនៅទឹកដីសៀមរាបហើយដើម្បីផ្ដល់ជា impact ទៅអ្នកចូលរួមนั่นគឺជាយមន័យនឹងអ្វីដែលយើងកំពុងតែធ្វើនៅខេត្តសៀមរាបដែលឆ្នាំអាទិត្យមុននេះយើងធ្វើ creative writing ព្រោះយើងគិតថា creative writing workshop ក៏អាចជួយឲ្យមនុស្សគាត់រៀនពីការសរសេរបញ្ចេញអារម្មណ៍តាមរយៈសរសេរហើយសរសេរនេះមិនមែនជាការផ្ដោតទៅដល់ដំណាក់កាលគេរៀនហើយចេះសរសេរសភៅទេបាច់ដល់កម្រិតហ្នឹងក៏បានដែរឲ្យតែចេះបញ្ចេញអារម្មណ៍តាមរយៈការសរសេរអញ្ចឹងនឹងគឺជាឧទាហរណ៍មួយដែលយើងបានធ្វើហើយយើងនឹងបន្តធ្វើទៅមុខទៀតជាមួយនឹងគ្រូផ្សេងទៀតហើយបើគ្រូដែលគាត់ស្ដាប់វីដេអូនេះហើយគាត់គិតថាគាត់ចង់អាច collab បានព្រោះពេលខ្លះខ្ញុំអត់ដឹងអស់ទេថាតើ wellness ecosystem ហ្នឹងមានអីខ្លះហ្នឹងហើយអញ្ចឹងយើង welcome ទាំងអស់ដើម្បីសិក្សាទាំងអស់គ្នាថាតើយើងអាចធ្វើអីបាននៅទឹកដីសៀមរាបតែក្នុងពេលនេះក៏ឆ្លៀតឱកាសប្រាប់ទៅអ្នកទាំងអស់គ្នាដែរថាមិនមែនមានត្រឹមតែសៀមរាបអញ្ចឹងឥឡូវនេះនិយាយបដ ாய் ណាអញ្ចឹងកំពុងតែវិភាសាជាមួយនឹងពុទ្ធិដើម្បីបង្កើតចេញជា retreat program នៅខេត្តកពតព្រោះកពតទឹកដីមួយដែលមានភ្នំមានទឹកជ្រោះមានធម្មជាតិមានអីទាំងអស់អញ្ចឹងលើសពីប្រាសាទនៅសៀមរាបយើងមានជាទឹកដីកពតដើម្បីឲ្យមនុស្សគាត់ relax ថាបាច់ travel ច្រើនកន្លែងនេះគ្រាន់តែទៅដល់ទឹកដីកពតវាទៅជាក់ទៅជុំមកតង់ហើយវាហៀឡោះមកតង់ហើយអញ្ចឹងយើងនឹងបង្កើតចេញជា retreat program នៅកពតដើម្បីមាន coach មាន facility ដើម្បីឲ្យអ្នកដែលចូលរួមហ្នឹងគាត់អាចផ្ដោតទៅលើ purpose ណាមួយអញ្ចឹងឧទាហរណ៍ life coach ឬក៏ design thinking process ឬក៏អីដែលអាចនឹងកើតឡើងនៅក្នុងទឹកដីកពតអញ្ចឹងនៅកពតយើងមានជា collaboration ជាមួយនឹង Payana Amaya homestay អញ្ចឹងដើម្បីធ្វើជា facility មួយដែល provide environment មួយហ្នឹងអញ្ចឹងហ្នឹងគឺជាអ្វីដែលយើងកំពុងធ្វើហើយអញ្ចឹងយើងកំពុងតែផ្ដោតទៅលើការ partner ជាមួយនឹងគ្រូគ្រប់ level គ្រប់ level ទោះបីជា level តាមតែចាប់ផ្ដើមយើងអាចធ្វើនៅសៀមរាបបានតាមរយៈ scale បែបតូចយើងធ្វើនៅកពតបែប scale ជាលក្ខណៈ program តែម្ដង so that is the what we are doing ហើយជាអ្វីដែលខ្ញុំកំពុងតែធ្វើហើយខ្ញុំសប្បាយចិត្តមែនតើបានធ្វើហ្នឹងហើយពួកពេលធ្វើទៅទី1គឺបានស្គាល់មនុស្សល្អណាមានចិត្តដូចគ្នាហ្នឹងហើយសួរថាគ្រូ yoga ម្នាក់មិនមែនចិត្តអត់ធ្មត់តិចទេណាបានធ្វើគ្រូហើយយើងគ្រាន់តែទៅរៀនមកយើងប៉ុណ្ណឹងហើយចុះនាំតែគេជាគ្រូទៀតអញ្ចឹងយើងគ្រាន់តែបាន interact និយាយជាមួយលោកគ្រូអ្នកគ្រូអស់ហ្នឹងគាត់ល្អគាត់ធ្វើឲ្យចិត្តខ្ញុំស្ងប់បាត់ហើយដូចជាពេលនេះដោយសារតែសុខៈបាននាំឲ្យស្គាល់ពុទ្ធិម្ដងទៀតព្រោះស្គាល់ពុទ្ធិតាមនៅរៀនសាកលវិទ្យាល័យអញ្ចឹង
10 ឆ្នាំជាងគ្រាន់តែអត់បាននិយាយគ្នាតែដល់ពេលបាននិយាយគ្នាយើងបង្កើតចេញជា program នៅកពតតែកន្លែងនេះគឺទុកឲ្យប្រទេសគាត់និយាយខ្លួនឯងថានៅកពតហ្នឹងយើងធ្វើអីចឹងទៅកពតធ្វើអីគេចាហ្នឹងហើយនៅកពតហ្នឹងកម្មវិធីដែលថាខ្ញុំដឹកនាំហ្នឹងគឺតាក់ទងពីការធ្វើប្រស័យតាក់ទងការសន្ទនានិងការយល់គ្នាហើយខ្ញុំគិតថានេះគឺជាជំនាញមួយដ៏សំខាន់ហើយពីព្រោះរាល់ថ្ងៃហ្នឹងគឺយើងមានមនុស្សពីរប្រភេទមនុស្សដែលចូលចិត្តនិយាយប៉ុន្តែអត់ចេះស្ដាប់ចូលចិត្តស្ដាប់ប៉ុន្តែអត់ចេះនិយាយហើយខ្ញុំចង់និយាយថាណែនាំតាក់ទងពីវិធីការធ្វើប្រស័យតាក់ទងដើម្បីឲ្យយើងមានភាពកក់ក្ដៅនៅក្នុងទំនាក់ទំនងរបស់យើងនឹងមិនថាជាមួយនឹងមិត្តភ័ក្តិរួមការងារជាមួយនឹងគ្រួសារជាមួយនឹងដៃគូរបស់យើងឡាក់ហើយទាំងហ្នឹងគឺវាសំខាន់ណាស់ខ្ញុំមើលឃើញថារាល់ថ្ងៃហ្នឹងគឺយើងមានការផ្សាយតាក់ទងទៅតាម social media ទៅតាមការស្គាល់គ្នាវាច្រើនប៉ុន្តែភាពស្និទ្ធស្នាលគឺអត់សូវមានការយកយកគ្នាយើងមានអារម្មណ៍មានអ្វីដែលយើងលាក់បាំងក្នុងខ្លួនជាច្រើនណាហើយអ្វីដែលខ្ញុំធ្វើជា space ហ្នឹងគឺដើម្បីជួយគាត់មានការយល់ពីគ្នាទៅវិញទៅមកហើយអាហ្នឹងវាជាជំនាញមួយដែលគាត់អាចយកទៅផ្ទះដូចនោះគាត់អាចកែប្រែតាក់ទងពីទំនាក់ទំនងការផ្សាយតាក់ទងរបស់យើងហ្នឹងពីព្រោះពេលដែលយើងអត់មានទំនាក់ទំនងល្អយើងទៅនិយាយថាជំនាញទំនាក់ទំនងពេលដែលអត់មានយើងទៅធ្វើការទៅអីយើងស្រូបនៅសម្ពាធជាច្រើនហើយយើងទុកក្នុងចិត្តយើងអត់មានបញ្ចេញយើងទៅវាស្ទះហើយនេះគឺជាអ្វីមួយដែលយើងចង់ធ្វើនៅក្នុង retreat ហ្នឹងគឺជាការបង្កើតជា community តូចមួយដែលគាត់អាចយល់ពីគ្នាមានភាពកក់ក្ដៅពីគ្នាហើយបន្ទាប់ទៅគាត់ចេញទៅវិញគាត់ចេះបង្កើតភាពកក់ក្ដៅនៅក្នុងជីវិតរបស់គាត់ជាមួយនឹងមនុស្សម្នាផ្សេងមិនថាអ្នកដែលគាត់ស្គាល់ហើយឬក៏អ្នកដែលគាត់អត់ទាន់ស្គាល់ដែលថាគាត់ចង់មានការផ្សាយតាក់ទងជាមួយនឹងហើយខ្ញុំគិតថាការដែលយើងធ្វើ retreat បែបហ្នឹងមិន limit ដោយទៅតាមអ្វីខ្ញុំធ្វើប៉ុន្តែទៅតាមអ្វីដែលជាតាចង់បង្កើតដែរទៅតាម course ផ្សេងដូចជា yoga អីហ្នឹងគឺវាសំខាន់ពេលខ្លះយើងគិតថាការទៅដើរលេងណាយើងត្រូវទៅដើរលេងអញ្ចឹងទៅមកវិញធួដូចទៅសាកថ្មជីវិតអញ្ចឹងណាអញ្ចឹងយើងមកបញ្ហាដដែលអញ្ចឹងចាប់ដើមអស់ថ្មទេទៅទៀតទៅមកហើយអ្វីដែលខ្ញុំចង់ដូចទៅសហការជាមួយនឹងនៅក្នុង retreat ហ្នឹងគឺវាអញ្ចឹងដែរគឺពេលដែលយើងមើលថាយើងធ្វើដំណើរចេញក្រៅហ្នឹងមិនមែនចេញទៅដើរលេងទេប៉ុន្តែចេញទៅស្វែងយល់ពីខ្លួនឯងដើម្បីធ្វើការផ្សងព្រេងជាមួយនឹងខ្លួនឯងទៅតាមសកម្មភាពឯណាមួយអញ្ចឹងគឺយើងចាប់ផ្ដើមយល់ពីខ្លួនឯងកាន់តែច្រើនដែរហើយពេលយើងមកអញ្ចឹងទៅក៏យើងចាប់ផ្ដើមមានជំនាញតូចមួយចំនួនការយល់ឃើញឬក៏ insight ឬក៏ wisdom ណាមួយទៅពីគ្រូពីអ្នកណែនាំអីហ្នឹងអញ្ចឹងក៏យើងមកវិញយើងមិនមែនមកត្រឹមតែ heal យើងមកវិញ stronger យើងខ្លាំងជាងមុនយើងប្រកែជាងមុនយើងមានភាពវៃឆ្លាតជាងមុនយើងយល់ពីជីវិតកាន់តែច្រើនអញ្ចឹងទៅយើងអាចធ្វើជំរឿសថ្មីបើយើងគ្រាន់តែទៅដើម្បីសាកថ្មយើងមកវិញអានេះថាយើងទៅមើលទេសភាពទៅអីហើយដើរលេងអូខេមើលហើយតែប៉ុណ្្នឹងយើងអត់មានការយល់ដឹងថ្មីយើងអត់មានការវិវត្តការលូតលាស់អីហ្នឹងយើងមកវិញយើងធ្វើអីដដែលជួបបញ្ហាដដែលខឹងលើជាមួយនឹងមនុស្សដដែលចាប់ផ្ដើមមានអារម្មណ៍ថាអូខ្ញុំត្រូវសាកថ្មទៅទៀតទេអត់ទេអានេះខ្ញុំគិតថាវាជាអ្វីល្អដែលថាយើងមើលទៅលើនៅក្នុង retreat in general ហើយយើងគួរតែមើលទាំងអស់ហ្នឹងវាជាអ្វីមួយដែលជាផ្លូវមួយដែលយើងអាចដើរពេលដែលយើងចាប់ផ្ដើមមានអារម្មណ៍ថាធុញថប់ឬក៏ត្រូវការពេលវេលាគិតឬក៏ត្រូវការពេលសម្រាកឬក៏ត្រូវការស្វែងយល់ពីខ្លួនឯងខ្ញុំគិតថា retreat គឺជាអ្វីមួយល្អហើយខ្ញុំគិតថាសុខៈគឺជា community មួយល្អដែលឃើញចាប់ផ្ដើមពីព្រោះខ្ញុំមើលឃើញថាឥឡូវហ្នឹងបើយើងមើលតាក់ទងពី retreat ខ្ញុំជឿថាមានហើយខ្លះប៉ុន្តែយើងអត់ទាន់មានអា hub មួយដែល connect គ្រូទាំងអស់ដែលគាត់អាចធ្វើការជាមួយនឹងគ្នាបានទៅលើ retreat and well being ហ្នឹងចឹងមានថាអរគុណដែរដែលជាតាដូចថា reach out ហើយយើង work ទៅលើទាំងអស់ហ្នឹងហើយវា interesting ដែរព្រោះអានេះក៏វាជា goal របស់ខ្ញុំដែរនៅក្នុងការងារខ្ញុំនៅរៀនរស់ហ្នឹងពេលខ្លះខ្ញុំនិយាយអញ្ចឹងទៅវានៅរាក់នៅឡើយតាមពិតខ្ញុំចង់ចូលឲ្យជ្រៅជាងហ្នឹងប៉ុន្តែអា platform អញ្ចឹងវាអត់ទាន់ដល់អាជំរឿហ្នឹងទេហើយវាល្អដែលថាខ្ញុំអាចមកដែលថាក្នុង podcast សុខៈអញ្ចឹងទៅយើងអាចនិយាយឲ្យកាន់តែជ្រៅទៀតអាចថាអ្វីខ្ញុំធ្វើមុនគឺជា introduction ហ្នឹងទៅអានេះវាកាន់តែជ្រៅទៅលើwell being តាក់ទងពីការអភិវឌ្ឍខ្លួនអីហ្នឹងអញ្ចឹងមានអីថែមទៀតអត់ចេះតា
អត់មានទេថ្ងៃហ្នឹងបាននិយាយច្រើនជាងធម្មតាព្រោះលើកទី1បានមកឲ្យគួយគេឲ្យគេថតឲ្យសុទ្ធតែថតគេអញ្ចឹងឥឡូវនេះចាត់ទុកថាវីដេអូមួយនេះគឺជាការស្គាល់គ្នារវាងខ្ញុំពតិក៏ដូចជាអ្នកមើលទាំងអស់សុខៈគឺមាននៅសៀមរាបនិងកំពតប៉ុន្តែវាលើសពីហ្នឹងគឺឲ្យតែសកម្មភាពឬក៏ content ដែលពួកយើងចេញទៅបានប៉ះបេះដូងរបស់អ្នកមើលបានធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាធូរស្រាលបន្តិចអាហ្នឹងក៏ជាអ្វីដែលយើងហៅថាសុខៈ way of living ដែរអញ្ចឹងបានជាយើងចាយទៅលើការធ្វើ content អញ្ចឹងបើសិនជាមើលនៅលើ page របស់ពួកយើងមាន collaboration ជាមួយនឹង content creator ផ្សេងៗដើម្បីបង្កើតជា content បែបជីវិតបែបលើកទឹកចិត្តក៏ដូចជា content មួយដែលថាទោះបីជាមិនបានធ្វើអីមើលតែ Facebook ថ្ងៃហ្នឹងក៏សប្បាយចិត្តបានបន្តិចដែរណាអាហ្នឹងគឺជាគោលដៅរបស់សុខៈដែលយើងបញ្ចេញតាមរយៈជា physical location ជា content ជា program អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមើលវីដេអូហ្នឹងដល់ថ្ងៃម៉ោងហ្នឹងហើយច្បាស់ជាអ្នកទាំងអស់គ្នាជឿជាក់ទៅលើ vision និង mission មួយហ្នឹងដែរអញ្ចឹងបើសិនជាបានមើលហើយឆាតមកប្រាប់តិចមកថាមានអីដែលចង់បញ្ចេញមានអីដែលគិតថាខ្លួនឯងធ្លាប់តែគិតតែធ្វើមិនកើតហើយគិតថាបើសិនជាអ្នកទាំងអស់គ្នាអាចចូលរួមនៅក្នុង community មួយនេះតើវានឹងខ្លាចទៅជាយ៉ាងណាខ្ញុំដឹងថាប្រហែលជាមើលវីដេអូហ្នឹងហើយនៅតែមិនយល់ថាសុខៈគឺអីប្រកាសទៀតតែអីទេយកគ្នាសិនណាព្រោះអីសុខៈមិនមែនជា definition មួយនិយមន័យមួយដែលត្រូវតែធ្វើបែបហ្នឹងបានគេហៅថាហ្នឹងទេ project មួយនេះគឺខ្ញុំធ្វើមកគឺដើម្បីថាខ្ញុំគិតចឹងបូកជាមួយនឹងពុទ្ធិចេញរូបរាងមួយបូកជាមួយអ្នកទាំងអស់គ្នាចេញរូបរាងមួយទៀត and it's fine យើងអត់តតែ A B C D E F មិនគេហៅថាត្រូវយើងអត់ធ្វើអីយើងមិនមានអីចឹងធ្វើអីក៏បានដែរតាមបេះដូងហ្នឹងហើយអញ្ចឹងនេះគឺជា episode ទី1ដែលយើងនឹងចាប់ផ្ដើមជាសុខៈ series ទៅលើ podcast នេះហើយអត់តមានឈ្មោះទេចឹងជួយដាក់ឲ្យហ៎ព្រោះយើងចង់ឲ្យមានជាការរួមចំណែកពីអ្នកដែលគិតដូចគ្នាអញ្ចឹងបើសិនជាខ្ញុំពីអ្នកប្រទេសគិតដាក់ឈ្មោះអីធ្វើមិនធ្វើមិនចាវាគឺជារឿងរបស់ខ្ញុំពីរនាក់តែនៅថ្ងៃនេះម៉ោងនេះអ្វីដែលយើងនឹងបង្កើតក៏ជាយើងចង់ដាក់នៅលើតុឲ្យអ្នកទាំងអស់គ្នាចូលរួមបង្កើតជាមួយពួកយើងដែរអញ្ចឹងបើស្ដាប់ដល់ម៉ោងនេះហើយជួយប្រាប់ផងថាតើ series មួយនេះគួរតែនិយាយពីអីហើយភ្ញៀវបន្ទាប់គួរតែជាអ្នកណាអាច recommend មកបាននៅតាម comment ហើយឬក៏ chat មកក៏បានដែរហើយ follow page ទាំងអស់គ្នាដើម្បីដឹងថាតើ journey របស់យើងមួយនេះវាទៅណាមកណីវាកើតជារូបរាងអត់អារម្មណ៍នៅប្រហែលខែទៀតអត់មិនដឹងដូចគ្នាឬក៏វារស់បានដល់រាប់ឆ្នាំទៅទៀតហើយវា make impact ទៅលើមនុស្សច្រើនរយច្រើនពាន់អ្នកទៀតយើងអត់ដឹងទាំងអស់មានអ្នកណាដឹងពីអនាគតទេចឹង let's do it អាហ្នឹងគឺជា project តាមបេះដូងមកតាំងនិយាយចឹងឲ្យអ្នកកាត់វីដេអូអីហ្នឹងកាត់តាមបេះដូងទៅកាត់តាមបេះដូងបេះដូងកាត់មកហើយវាជាអ្វីមួយដែលជាសេចក្តីរីករាយដែលខ្ញុំបានចូលរួមហ្នឹងហើយខ្ញុំសង្ឃឹមថាពីព្រោះការសន្ទនាក៏វាប៉ះបេះដូងខ្ញុំដែរអញ្ចឹងសង្ឃឹមថាបានប៉ះទៅដល់បេះដូងអ្នកស្ដាប់ដែរពីព្រោះអ្វីដែលយើងនិយាយហ្នឹងគឺយើងនិយាយជ្រៅតាក់ទងពីជីវិតហើយជាពិសេសទៅលើរឿងដែលយើងពិបាកក្នុងការចែកម្លែកពីព្រោះរឿងវារឿងផ្ទាល់ខ្លួនពេលខ្លះនិយាយមួយអ្នកស្គាល់គ្នានិយាយមិនចង់ចេញហើយពេលខ្លះនិយាយមួយកាមេរ៉ាអញ្ចឹងទៅវាអត់ទៅពិបាកប៉ុន្តែពេលខ្លះដល់តែយើងនិយាយពីរឿងពិបាកហ្នឹងក៏វាបង្កើតនៃការយកទៅមិត្តអ្នកស្ដាប់ដែរពីព្រោះពេលខ្លះយើងទទួលការប្រឈមមុខជាមួយនឹងរឿងពិបាកទាំងអស់ហ្នឹងយើងអត់ដឹងថាគួរទៅផ្លូវណាគួរយកពីអារម្មណ៍បែបណាហើយខ្ញុំគិតថាការដែលយើងនិយាយស៊ីជម្រៅបែបហ្នឹងគឺវាជួយក្នុងការយកពីសុខទុក្ខរបស់យើងកាន់តែច្រើនហ្នឹងអញ្ចឹងសម្រាប់អ្នកស្ដាប់ដែរមុននឹងយើងបញ្ចប់ពេលស្ដាប់ហើយគិតហើយឆ្លុះបញ្ចាំងបន្តិចមកទៅលើអ្វីដែលយើងបានចែកម្លែកហ្នឹងហើយមើលទៅថាអាចទទួលយកអ្វីខ្លះហើយគិតថាគួរកែប្រែឬក៏ផ្លាស់ប្ដូរអ្វីខ្លះទៅលើជីវិតរបស់ខ្លួនខ្ញុំសង្ឃឹមថាវានឹងផ្ដល់នូវការយកឃើញថ្មីសម្រាប់ពួកគាត់តាក់ទងពីសុខទុក្ខរបស់គាត់តាក់ទងពីភាពរីករាយនៅក្នុងជីវិតសុភមង្គលរបស់យើងអីហ្នឹងអញ្ចឹងមានថាវាជាការអញ្ជើញក្នុងការយើងឆ្លុះបញ្ចាំងតាក់ទងពីជីវិតរបស់យើងផ្ទាល់ហើយនេះទៅមកមានវគ្គផ្សេងទៀត
ពីសុខៈអញ្ចឹងតែប៉ុណ្្នឹងសម្រាប់ថ្ងៃនេះហើយក្នុងរយៈពេលនេះគឺសូមថែសារថែទាំខ្លួនឯងពីតែមានថែមទៀតទេអត់ទេអត់មានទេថែសារសុខភាពផ្លូវចិត្តអូខេសុខទាំងអស់គ្នាបាយបាយ Stay with us for the next episode. Sukhat Community reopens for all the community initiative collaborations. Find us for more.